ជំរាបសួរថ្ងៃនេះមកតាមសន្យាជាមួយនឹងបងប្អូនកាលពីវីដេអូមុនខ្ញុំនឹងបង្ហាញពីរបៀបធ្វើខ្ទឹមជ្រក់បងប្អូនណាចូលចិត្តញ៉ាំពងទាកូនឬក៏ញ៉ាំមីឆានៅកន្លែងគេហើយសូមឲ្យគេដាក់ថែមខ្ទឹមជ្រក់នេះច្រើនអីវីដេអូនេះគឺត្រូវជាមួយនឹងបងប្អូនដែលចូលចិត្តតែម្ដងមុននឹងបង្ហាញពីរបៀបនៃការធ្វើនេះបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel របស់ខ្ញុំសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីបានទទួលនៅវីដេអូថ្មីជាបន្តទៀតឥឡូវសូមមកតាមដានពីរបៀបនៃការធ្វើទាំងអស់គ្នាជាទូទៅខ្ទឹមជ្រក់នេះគេធ្វើជាមួយនឹងទឹកខ្មេះតែខ្ទឹមជ្រក់ដែលខ្ញុំធ្វើនេះអត់មានប្រើទឹកខ្មេះទេដូច្នេះបងប្អូនដែលមានបញ្ហាសុខភាពញ៉ាំទឹកខ្មេះអត់បានឬក៏បងប្អូនដែលមិនសូវចូលចិត្តជ្រក់ដែលមានរសជាតិទឹកខ្មេះអីក៏អាចធ្វើញ៉ាំបានដែរដែលគ្រឿងផ្សំដែលខ្ញុំយកមកធ្វើនេះមានដូចជាខ្ទឹមសក្រូចឆ្មាម្ទេសស្ករសអំបិលនិងទឹកត្រីសម្រាប់ខ្ទឹមសខ្ញុំចាក់ទឹកក្តៅហើយដាក់ទឹកធម្មតាលាយជាមួយឲ្យវានៅក្តៅអ៊ុនខ្ទឹមសនេះបើសិនជាចង់ឲ្យវាងាយស្រួលបកសម្បកបានឆាប់ហើយមិនកាត់ដៃត្រូវដាក់ត្រាំវាជាមួយនឹងទឹកក្តៅអ៊ុនដូច្នេះ10ទៅ20នាទីជាមុនសិនម្ទេសខ្ញុំត្រាំវាជាមួយនឹងទឹកក្តៅទុកចោល10ទៅ20នាទីដូចគ្នាបើសិនជាមិនចង់ត្រាំវាទេបងប្អូនអាចស្រុះវាសិនដើម្បីដកជាតិហឹរខ្លាំងរបស់ម្ទេសនិងកុំឲ្យជ្រក់នឹងវាឆាប់ដុះផ្សិតនេះជាខ្ទឹមដែលបានត្រាំទុកមុននេះពេលដែលបកសម្បកគឺវាបានលឿននិងមិនបកយូរដូចដែលមិនបានត្រាំនោះទេបកសម្បកឲ្យបានស្អាតហើយត្រូវឈូសខ្ទឹមហ្នឹងឲ្យវាបានស្ដើងចង់ហាន់ឲ្យស្ដើងក៏បានដែរតែហាន់ទៅវាមិនបានស្ដើងល្អដូចឈូសដូច្នេះទេនៅពេលដែលឈូសរួចរាល់អស់ហើយចាក់ទឹកក្តៅដាំពុះចូលរួចកូរច្របល់ចុះឡើង 3-4 ត្រឡប់បានហើយមិនបាច់ច្របល់វាទុកយូរពេកនោះទេស្រង់ខ្ទឹមមកដាក់នៅក្នុងទឹកត្រជាក់ធម្មតាដែលបានត្រៀមនៅជិតនេះរួចច្របល់ត្រឡប់វាចុះឡើងម្ដងទៀតឲ្យខ្ទឹមនឹងវាបានចុះត្រជាក់វិញទើបស្រង់វាដាក់ទៅក្នុងកញ្ច្រែងមួយផ្សេងទៀតឲ្យវាស្រស់ទឹកសិននេះជាម្ទេសដែលខ្ញុំបានត្រាំទុកចោលមុននេះចាក់ទឹកចេញហើយយកវាទៅក្រឡុកឲ្យបានម៉ត់ម្ទេសខ្ញុំដាក់វាចំនួន2ស្លាបព្រាបាយកន្លះទៅក្នុងចានដែកថ្មីមួយទៀតសម្រាប់លាយបើបងប្អូនមិនចូលចិត្តរសជាតិហឹរទេអាចបន្ថយម្ទេសបានបន្ថែមនៅអំបិលកន្លះស្លាបព្រាបាយស្ករស4ស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយនិងទឹកក្រូចឆ្មា6ស្លាបព្រាបាយរួចកូរច្របល់ចូលគ្នាឲ្យคล้ายជាល្បាយតែមួយបន្ទាប់មកដាក់នៅខ្ទឹមសដែលបានឈូសមុននេះចូលខ្ញុំប្រើខ្ទឹមសចំនួន400ក្រាមច្របល់ខ្ទឹមសឲ្យនឹងគ្រឿងផ្សំទាំងអស់ហ្នឹងបញ្ចូលគ្នាឲ្យបានសព្វល្អខ្ទឹមសនេះធ្វើភ្លាមអាចញ៉ាំភ្លាមបានតែមិនតាន់សូវចូលជាតិគ្នាឆ្ងាញ់នោះទេអាចដួសដាក់ក្នុងក្រឡផ្អាប់វាទុកចោលមួយយប់សិននៅក្នុងទូទឹកកកទើបវាចូលជាតិងុំឆ្ងាញ់ល្អអាចញ៉ាំបាន
នេះជាខ្ទឹមដែលខ្ញុំបានផ្អាប់វាទុកចោលមួយយប់នៅក្នុងទូទឹកកករសជាតិរបស់ខ្ទឹមទោះជាស្រុះជាមួយនឹងទឹកក្តៅក៏ដោយក៏មិនបាត់បង់រសជាតិខ្ទឹមខ្លាំងពេកនោះដែរហើយថែមទាំងស្រួយមិនជូរពេកនោះទេវិធីធ្វើដែលខ្ញុំបានបង្ហាញតែប៉ុណ្ណេះក៏រួចរាល់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀត